ពុទ្ធក៏អត់ហើយចេះសម្ដែងជំនួសបងប្អូនក៏ទៅបាត់បង់អត់ទៅរាប់ទាំងទឹកញាតទៅបាត់បង់អត់តែឃើញថាយើងបាត់បង់អ្វីៗទាំងអស់ព្រោះដល់ឆ្នាំ79គឺបានទទួលមកវិញអស់វាឆ្លើយពីការលើកឡើងរបស់ទឹកគេមកជំនួសមកក្នុងគណៈបព្វថាដូចនេះហើយបានជាតាមរយៈគោលនយោបាយទឹកងំរបស់គណៈបព្វជិជននេះគឺគណៈបព្វរបស់ជាស្រីនេះនៅតែបន្តបាននៅបន្តហើយដែលជាសមិទ្ធផលរបស់ខ្លួនហើយនៅតែតាមថែរក្សានៅតែតាមធ្វើការតស៊ូដោយលោកសង្គមបង្រៀនគាត់ជម្រាបជូនហើយថាតាំងពីយើងអត់មានស្មោលទៅពីយើងមានធម៌ទៅពីហើយនៅក្នុងរៀននេះខ្ញុំចាំខ្ញុំចាស់ជាអ្នកនេះផ្លូវដែលធ្វើដំណើរពីប្រពន្ធមកបវលវា1ម៉ោងជាងហើយពីបវលមកលវិនេះទឹក1ម៉ោង